ស្រីអ្នកទាំងអស់គ្នាថ្ងៃនេះយើងតពី do while ឥឡូវចូលដល់ while ដំណើរការនៃ while នៅក្នុង Java វាប្រព្រឹត្តដដែលដោយសារវាមានសារៈសំខាន់បំផុតនៅការប្រព្រឹត្តទៅដដែលនៅ clear មួយឬក៏ block មួយនេះកាលណាកន្សោមនេះពិតអញ្ចឹង syntax របស់ while condition body loop អញ្ចឹងដើម្បីបញ្ជាក់នៅទម្រង់របស់ while បានយើងនាំគ្នាទៅមើលឧទាហរណ៍របស់នេះដែលបាទចូលនេះគឺ do while គេដាក់ថា notepad demo while.java អញ្ចឹងយើងយកពាក្យ yes ដើម្បី save file ខ្លះ demo while ដល់យើងដាក់ឈ្មោះខ្លះឲ្យដូចទៅនឹងឈ្មោះ file ដែលយើងបាន save ខាងលើនេះគឺ demo while.java នេះអញ្ចឹងយើងតែង n ស្មើនឹង0មួយមក10បាន10 while n ធំជាងស្មើនឹង0យើងចូលដល់ cmd យើងដាក់ថាដូរពី notepad នេះទៅជា java c compile វាហើយយើងធ្វើការរងចាំនេះបាទយើង compile រួចរាល់ហើយគឺកូដយើងគ្មានបញ្ហាទេយើងចូលមក test វាមើល run វាមើលម្ដងយើងដាក់ថា java ឈ្មោះនៃ class គឺ demo while ដោយសារឈ្មោះបាទឈ្មោះ class របស់យើងមួយនេះគឺឈ្មោះថា demo while ដែលឈ្មោះ demo while នេះវាដូចទៅនឹងឈ្មោះ file ដែលយើងបាន save គឺ demo file ដែរអញ្ចឹងនៅពេលដែលយើងប្រើក្នុង cmd គឺយើងអាចប្រើឈ្មោះដដែលដែលជាន់ទៅនឹងឈ្មោះ file នេះបានបាទនេះគឺជាដោយសារតែលក្ខខណ្ឌវា n ធំជាងឬស្មើ0ជានិច្ចអញ្ចឹងវាពិតវា print while យើងស្មើនឹង10រហូតយើងទៅមើលកូដជាម្ដងទៀតដោយសារកន្លែងនេះកូដយើងកន្លែងនេះគឺ n នេះស្មើនឹង10ពេលលក្ខខណ្ឌស្មើ10 n ធំជាងឬស្មើ0អញ្ចឹងមានន័យថា10ធំជាងឬស្មើ0អញ្ចឹងវាលក្ខខណ្ឌនេះពិតធ្វើឲ្យ
ដំណើរការរបស់វាគឺប្រព្រឹត្ត body នេះប្រព្រឹត្តនៅ statement នៅក្នុង body របស់វានេះគឺរហូតមានទីបញ្ចប់អញ្ចឹងដើម្បីបញ្ចប់បានយើងដាក់ថា n ដកមានន័យថាយើងធ្វើការដកចំនួន n នេះម្ដងមួយរួចនៅពេលដែលដំណើរការដំបូង n ស្មើនឹង10អញ្ចឹងវាពិនិត្យលក្ខខណ្ឌថា10ធំជាងឬស្មើ0អត់បើធំជាង0ធំជាងឬស្មើ0វានឹង print value ស្មើនឹង10បន្ទាប់មកវាឲ្យតម្លៃ n ដែលស្មើ10ហ្នឹងស្មើនឹងដក1គឺស្មើនឹង9អញ្ចឹងវាមកពិនិត្យលក្ខខណ្ឌម្ដងទៀតតើ9ហ្នឹងធំជាងឬស្មើ0ឬអត់ធំជាង0វានឹងប្រព្រឹត្ត statement មួយនេះដដែលទៀតអញ្ចឹងវាធ្វើរហូតដល់លក្ខខណ្ឌមួយដែលតម្លៃរបស់វាមិនពិតនោះវាដំណើរការរបស់វាត្រូវបានបញ្ចប់យើង save មកយើងទៅមើលក្នុងនេះម្ដងទៀតយើងបិទចឹងទៅ cd យើងដាក់ថា java c demo java បាទកូដយើងគឺវាបានត្រឹមត្រូវវាគឺគ្មានបញ្ហាឬគ្មាន error ទេអញ្ចឹងយើងដាក់ថា java.demo1 អញ្ចឹងយើង run វាទាំងអស់គ្នាបាទនេះគឺនៅពេលដែលវាដំណើរការដំបូងគឺ n ស្មើនឹង10អញ្ចឹងវាទំនិតលក្ខខណ្ឌថា n ស្មើនឹង10ហ្នឹងធំជាង0ឬអត់បើធំជាង0វានឹង print statement មួយនេះវា print clear មួយនេះវាផ្ដល់តម្លៃប៉ុណ្ណឹងអញ្ចឹងវាធ្វើការកាត់ calculate នៅ n ដោយដែលយើងបានឃើញហើយគឺវាធ្វើការ calculate n ហើយធ្វើនៅផ្ទៀងផ្ទាត់លក្ខខណ្ឌនិងធ្វើ body រហូតដល់លក្ខខណ្ឌមួយមិនពិតបាទអញ្ចឹងអរគុណសម្រាប់ការទស្សនានៅវីដេអូនេះសូមជួយ like subscribe ដើម្បីបានវីដេអូថ្មីៗបន្តទៀត